ហូបកាទៀវមកកាទៀវមិនតាន់ដល់គាត់ថែមទឹកត្រីថែមស្ករថែមអីហើយកុំឲ្យគាត់ថែមគ្រឿងទៀតសូមគោរពស្វាគមន៍ទស្សនិកជនមកកាន់កម្មវិធីផ្សព្វផ្សាយរបស់ HACC ស្ដីអំពីជំងឺមិនឆ្លងនិងអនាគតសុខភាពនៅកម្ពុជាជំរាបសួរទូទស្សនិកជនខ្ញុំវិជ្ជបណ្ឌិតសានបូរមីមន្ត្រីមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពសូមអរគុណដល់អង្គការ HACC ដែលបានអញ្ជើញខាងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពយើងចូលរួមកម្មវិធីថ្ងៃនេះមជ្ឈមណ្ឌលជាតិមានតួនាទីក្នុងការអប់រំផ្សព្វផ្សាយដល់ប្រជាជនទូទៅហើយការដែលយើងមកសម្ភាសឬក៏យើងបានចូលរួមនេះជាចំណែកមួយបន្ថែមទៀតទៅលើចំណុចដែលមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពបានធ្វើឲ្យមិនទាន់ដល់ក្រុមគោលដៅហើយកិច្ចការនេះអាចទៅចំក្រុមគោលដៅបន្ថែមពីលើកិច្ចការដែលមជ្ឈមណ្ឌលបានផ្សព្វផ្សាយមជ្ឈមណ្ឌលបានរៀបចំផលិតសម្ភារៈអប់រំយើងមានតាំងពី Facebook YouTube ហើយបន្ទាប់មកទៀតយើងធ្វើអីទៀតយើងធ្វើ call tune យើងបានដាក់ចូលទូរស័ព្ទហ្នឹងបន្ទាប់មកយើងធ្វើវីដេអូហាត់ប្រាណ30ថ្ងៃយើងធ្វើជាផ្ទាំងរូបភាពបិទvà ផលវិបាកផលប៉ះពាល់នៃគ្រឿងស្រវឹងថ្នាំជក់ហើយបន្ទាប់មកទៀតយើងធ្វើជាចម្រៀងបាទយើងធ្វើជាចម្រៀងដែលធ្វើចម្រៀងមានចម្រៀងយើងមានតាំងពីគ្រឿងស្រវឹងបាទមានគ្រឿងស្រវឹងជំងឺមិនឆ្លងតែអ្វីដែលសំខាន់បន្ទាប់មកហ្នឹងគឺយើងធ្វើយុទ្ធនាការតិចអំបិលតិចស្ករតិចខ្លាញ់បាទប្រជាជនយើងបានឃើញហើយនៅសឹងតែគ្រប់ខេត្តទល់មុខនៅខាងមុខមណ្ឌលសុខភាពនោះមានបិទផ្លាកតិចអំបិលតិចស្ករតិចខ្លាញ់នៅតាមខេត្តលើផ្ទាំងប៉ាណូធំនោះមានលើកទឹកចិត្តប្រជាជនយើងឲ្យតែបន្ថយបាទបន្ថយអំបិលបន្ថយស្ករបន្ថយខ្លាញ់ឬក៏បន្ថយប្រៃបន្ថយផ្អែមបន្ថយខ្លាញ់បន្ថយប្រេងហ្នឹងមានប្រយោជន៍ដល់សុខភាពគាត់បាទនេះយើងធ្វើជាstand អញ្ចឹង stand ហ្នឹងដាក់នៅលើតុហាងតាមភោជនីយដ្ឋានមិនត្រឹមតែប៉ុណ្្នឹងទេមានហាងនៅដូចជាខេត្តណាទេគាត់ទៅសេដាក់ជូនភ្ញៀវគាត់ថាសូមភ្លក់សិនមុននឹងថែមគ្រឿងហូបកាទៀវមកកាទៀវមិនទាន់ដល់គាត់ថែមទឹកត្រីថែមស្ករថែមអីហើយកុំឲ្យគាត់ថែមគ្រឿងទៀតបាទហើយកុំឲ្យថែមគ្រឿងបើយើងកាត់បន្ថយបានគឺល្អច្រើនហើយនេះមជ្ឈមណ្ឌលគឺថាសឹងគ្រប់ channel ណាធ្វើអាហ្នឹងហើយបើឥឡូវនៅមណ្ឌលសុខភាពសឹងមណ្ឌលសុខភាពទូទាំងប្រទេសគឺគេមានចាក់វីដេអូ sport ឲ្យតែអំបិលតែស្ករតិចខ្លាញ់ហាត់ប្រាណប្រជាជនយើងទៅពេលដែលទទួលសេវាអង្គុយរងចាំហ្នឹងគាត់ក៏បានមើលវីដេអូហ្នឹងដែរបាទហើយមានជំងឺផ្សេងទៀតហើយមានធ្វើបិទទៅតាមមណ្ឌលសុខភាពក៏មានយើងធ្វើនិយាយទៅធ្វើសឹងគ្រប់ឲ្យតែយើងអាចធ្វើបានធ្វើកន្លែងណាបានជួយកន្លែងហ្នឹងយើងគ្រាន់តែផ្ដល់ការអប់រំណែនាំឲ្យគាត់ត្រូវអនុវត្តតែសំខាន់ប្រជាជនជាអ្នកធ្វើអញ្ចឹងសំខាន់សូមសំណូមពរដល់ប្រជាជនយើងបើថាចាប់ផ្ដើមពីថ្ងៃនេះបន្តិចឡើងទៅអញ្ចឹងសុខភាពគាត់នឹងប្រសើរជាងមុនហើយគាត់អាចកិច្ចផុតឬក៏ធ្វើឲ្យជំងឺទឹកនោមផ្អែមលើឈាមគាត់នឹងថយចុះឬក៏មិនសូវមានគ្រោះថ្នាក់ទី1ផ្ដាច់គ្រឿងស្រវឹងបាទផ្ដាច់គ្រឿងកំប៉ុងបាទផ្ដាច់ប្រៃបាទតិចអំបិលតិចស្ករតិចខ្លាញ់បាទហាត់ប្រាណរស់នៅឲ្យល្អបាទសួរថាតែប៉ុណ្្នឹងទេបាទប៉ុណ្្នឹងទេខ្ញុំសូមភ្ជាប់សំណួរមួយទៀតទៅជូនលោកវិជ្ជបណ្ឌិតថាលោកវិជ្ជបណ្ឌិតលើកឡើងមុនហ្នឹងតាក់ទងទៅនឹងការធ្វើលំហាត់ប្រាណ30នាទីជារៀងរាល់ថ្ងៃតើលោកវិជ្ជបណ្ឌិតអាចរំលេចបន្ថែមបន្តិចបានទេថាតើហាត់ប្រាណ30នាទីហ្នឹងគឺមានលំហាត់ប្រាណអីគេខ្លះហើយដូចជាពិសេសគឺយុវវ័យរបស់យើងភាគច្រើនគឺគាត់លើកឡើងថាការប្រើប្រាស់ឬក៏ការបរិភោគអាហារដែលមានជាតិអំបិលតិចឬក៏ជាតិខ្លាញ់តិចជាតិស្ករតិចហ្នឹងគឺអត់សូវឆ្ងាញ់ឬមួយក៏គាត់អាចថាដល់ពេលយើងហូបស្ករតិចទៅអាចខ្វះស្ករវិញតើកន្លែងហ្នឹងលោកវិជ្ជបណ្ឌិតមានការឆ្លើយតបបានបាទអរគុណចំពោះសំណួរបាទលំហាត់ប្រាណពាក្យថាលំហាត់ប្រាណគឺធ្វើឲ្យប្រាណមានចលនាហើយបើគាត់មិនដឹងថាឬគាត់បញ្យល់ថាហាត់ប្រាណយ៉ាងម៉េចដើម្បីបានជាប្រយោជន៍មជ្ឈមណ្ឌលមានធ្វើជាคลิปហើយស្រាប់បាទយើងធ្វើជាคลิปប្រហែលជា3នាទី52នាទី
ពេលហ្នឹងគាត់ឃើញគាត់ដឹងហើយបាទនិយាយជារួមឲ្យតែយើងធ្វើចលនារាងកាយប៉ុន្តែចុះគាត់ថាព្រលឹមឡើងគាត់ក្រោកឡើងគាត់ដាំបបរគាត់ធ្វើកិច្ចការក្នុងផ្ទះមកព្រឹករាប់ម៉ោងអាហ្នឹងលំហាត់ប្រាណអត់ឥឡូវលោកវាគ្មិនយល់ថាម៉េចខ្ញុំគិតថាអាចថាគ្រាន់តែបញ្ចេញញើសប៉ុន្តែបើសិនជាឲ្យជាគិតថាជាការហាត់ប្រាណរយៈពេល30នាទីខ្ញុំគិតថាដូចមិនមែនជាការហាត់ប្រាណដែលដុតជាតិខ្លាញ់ឬក៏បញ្ចេញកាឡូរីពីក្នុងខ្លួនទេបាទត្រឹមត្រូវការដែលយើងធ្វើការនៅផ្ទះគឺជារឿងប្រចាំថ្ងៃប៉ុន្តែមិនមែនជាលំហាត់ប្រាណទេបាទព្រោះហេតុអីធ្វើកន្លែងខ្លះច្រើនកន្លែងខ្លះតិចបើធ្វើលំហាត់ប្រាណយើងមានក្បួនយើងឬក៏យើងធ្វើពាក់ព័ន្ធនឹងរាងកាយយើងទាំងមូលមានដៃមានជើងដូចជាដើរឬជាលើកដៃលើកជើងនៅក្នុងคลิปតែមជ្ឈមណ្ឌលបានធ្វើនេះគឺមានទាំងលើកជើងទាំងលើកដៃទាំងហក់ទាំងលោតអីប៉ុន្តែវាជាការរាំកាយអញ្ចឹងអាហ្នឹងគឺវាមានអង្គើទាំងខ្លួនទាំងអស់ហើយវាធ្វើអញ្ចឹងថាសួរវិញថាចុះបើធ្វើតែប៉ុណ្្នឹង30នាទីរាល់ថ្ងៃមានប្រយោជន៍អត់មានចំណុចសំខាន់គឺធ្វើរៀងរាល់ថ្ងៃលំហាត់ប្រាណបាទហើយយើងដាក់ថាយ៉ាងតិច30នាទីអញ្ចឹងបើធ្វើលើបានអត់បានតែសំខាន់ឲ្យបានធ្វើ30នាទីចាត់ទុកទៅគ្រប់គ្រាន់ហើយប៉ុន្តែអត់មានទូទាត់សងទេពាក់ថ្ងៃហ្នឹងស្អែកឡើង1ម៉ោងអត់មានទេបាទព្រោះយើងប្រើពាក្យថាហាត់ប្រាណជារៀងរាល់ថ្ងៃបានទៀងទាត់បាទមួយទៀតប្រជាជនសួរថាដាក់អំបិលបន្ថយអំបិលបន្ថយស្ករវាអត់ឆ្ងាញ់បាទជាការពិតវាមិនមែនបន្ថយអំបិលបន្ថយស្ករវាអត់ឆ្ងាញ់ទេមកពីរសជាតិគាត់វាធ្លាប់បាទរសជាតិគាត់ធ្លាប់អញ្ចឹងចុះសម្រាប់អ្នកដែលញ៉ាំសាបបន្ថយស្ករចុះគាត់មិនហូបបានមកពីទម្លាប់មាត់យើងដែលធ្លាប់ប្រៃឥឡូវទៅមើលអ្នកដែលញ៉ាំសាបគាត់ណាគេដាក់ភ្លក់ម្ហូបយើងភ្លាមអូប្រៃបាទប្រៃហើយចុះមិនយើងថាគេមិនថាឆ្ងាញ់ណាស់អត់ទេគេថាប្រៃណាស់ស្ករច្រើនគេដាក់ភ្លក់ផ្អែមសតបាទហើយយើងប្រៀបធៀបនឹងករណីពីរហ្នឹងដឹងហើយមកពីយើងហូបផ្អែមហើយដល់សំណួរសួរថាចុះបន្ថយស្ករទឹកចុះស្ករយើងហូបចុកសប្ថ្ងៃធ្វើម្ហូបធ្វើអីធម្មតាគឺគ្រប់គ្រាន់ហើយលើសពីគ្រប់គ្រាន់បាទព្រោះស្ករមិនមែនមកតែពីស្ករនឹងតែមួយមុខណាបន្លែផ្លែឈើសម្លញ៉ាំអីផ្សេងក៏មានដែរហើយខ្ញុំភ្ជាប់មួយទៀតថាធ្វើម៉េចដឹងតិចធ្វើម៉េចដឹងច្រើនចុះយើងនិយាយថាតិចអំបិលតិចស្ករតិចខ្លាញ់ចុះធ្វើម៉េចដឹងតិចដឹងច្រើនគ្រប់គ្នាបាទប្រជាជនយើងអ្នកដែលធ្លាប់ហូបមិនបន្ថយមកបានដែរបន្ថយពាក់កណ្ដាលមកបាទបើប្របាក់ពេកបន្ថយត្រឹមណាក៏បានដែរឲ្យតែបន្ថយសាររបស់យើងប្រាប់ប្រជាជនថាតិចអំបិលតិចស្ករតិចខ្លាញ់បន្ថយមកនឹងទម្លាប់គាត់រាល់ថ្ងៃដូចគាត់ដាក់2សភាគាត់ថយមក1សភាមកបានណាបាទប៉ុណ្ណឹងអរគុណបាទអរគុណលោកវិជ្ជបណ្ឌិតដែលបានឆ្លើយតបយ៉ាងក្បោះក្បាយហើយគិតថាជាវាមានសារៈសំខាន់ដែរដែលផ្ដល់ជូននៅចំណេះដឹងបន្ថែមទៅដល់យុវជនរបស់យើងជាពិសេសគឺក្រុមដែលងាយប្រឈមនៅក្នុងការកើតជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមសារមួយទៀតជាការដាស់តឿនមួយទៀតភាគច្រើនយុវជនឬក៏យុវវ័យយើងគាត់កើតជំងឺហ្នឹងភាគច្រើនគាត់ហូបអាហារនៅក្រៅបាទហូបអាហារនៅក្រៅអញ្ចឹងទី1គួរតែបន្ថយអាហារក្រៅមើលអាហារក្នុងផ្ទះយើងវិញបាទព្រោះគាត់នៅក្នុងផ្ទះគាត់ជួយការងារបានខ្លះក៏គ្រាន់បើជាងគាត់ដឹងតែទៅក្រៅទៅអាហារក្រៅហើយបាទហើយក៏ផ្ដាំសារទៅដល់បងប្អូនយើងដែលជាអាជីវករបន្ថយអំបិលបន្ថយស្ករបន្ថយខ្លាញ់បាទព្រោះជាក់ស្ដែងឥឡូវនេះអាជីវករយើងតាមហាងនីមួយប្រៃក៏ប្រៃផ្អែមក៏ផ្អែមបាទអាហ្នឹងជាកត្តាហានិភ័យមួយដែរដែលយើងអត់ទាន់ចាប់ផ្ដើមធ្វើសកម្មភាពអីទេបាទយើងធ្វើសកម្មភាពតែបុគ្គលហើយចំពោះហាងដែលគាត់ធ្វើប្រៃធ្វើផ្អែមបាទនិយាយទៅគាត់ធ្វើមិនឲ្យតែឆ្ងាញ់អញ្ចឹងវិធីដែលស្រួលជាងគេយុវវ័យយើងគឺបន្ថយខាងក្រៅមកទទួលទានក្នុងផ្ទះវិញបាទព្រោះអាហារក្នុងផ្ទះយើងជឿហើយថាវាមានគុណភាពហើយវាមានតម្លៃធូរជាងនៅខាងក្រៅច្រើនហើយយើងប្រឹងប្រែងធ្វើខ្លួនឯងស្អាតបាតជាងបាទខ្ញុំមានប៉ុណ្ណឹងអរគុណអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់លោកវាគ្មិនទាំង3រូបដែលបានអញ្ជើញចូលរួម
ចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក៏ដូចជាបានបញ្ជ្រាបនៅព័ត៌មានសំខាន់ៗចំណេះដឹងផ្សេងៗតាក់ទងទៅនឹងជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមហើយខ្ញុំគិតថាវគ្គកិច្ចពិភាក្សានេះគឺនឹងអាចចូលរួមជាមតិយោបល់ក៏ដូចជាការណែនាំទៅដល់ក្រមប្រជាជនកលឹះរបស់យើងជាពិសេសគឺយុវជនវ័យជំទង់របស់យើងធ្វើយ៉ាងណាឲ្យបានយល់ដឹងកាន់តែច្បាស់អំពីវិធីបង្ការនិងការថែទាំជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមក៏ដូចជាផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនដើម្បីមកទទួលការធ្វើតេស្តស្វែងរកជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមក៏ដូចជាការផ្លាស់ប្ដូរឥរិយាបថធ្វើយ៉ាងណាឲ្យមកទទួលទានអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមឬមួយក៏គោរពទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដែលលោកវិជ្ជបណ្ឌិតបានលើកឡើងមុនហ្នឹងទៀតបាទសូមគោរពអរគុណនិងសូមបញ្ចប់បាទ